ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំនឹងលើកយកខ្សែនេត្រាព្រះពុទ្ធមកចែកជូនពុកម៉ែបងប្អូនឲ្យបានស្គាល់ខ្សែនេត្រាព្រះពុទ្ធគឺមាននៅលើមេដៃដែលមានរង្វង់ដូចនេត្រាអញ្ចឹងឲ្យឈ្មោះថាខ្សែនេត្រាព្រះពុទ្ធចាហើយខ្សែនេត្រាព្រះពុទ្ធមានន័យដូចម្ដេចខ្ញុំនឹងលើកយកមកចែកជូនពុកម៉ែបងប្អូនឲ្យបានស្គាល់លោកអ្នកដែលមានខ្សែនេត្រាព្រះពុទ្ធនៅលើបាតដៃគឺនៅលើមេដៃគឺមានសមត្ថភាពខ្ពស់អាចមើលដឹងពីស្ថានភាពបច្ចុប្បន្នជាមនុស្សមានសំណាងល្អហើយក៏មានវិញ្ញាណពិសេសទៀតផងខ្សែនេត្រាព្រះពុទ្ធមាននៅលើមេដៃស្ដាំនិងមេដៃឆ្វេងពុកម៉ែបងប្អូនហើយក៏មានន័យខុសគ្នាដែរអ្នកខ្លះគាត់មានខ្សែនេត្រាព្រះពុទ្ធគឺគាត់មានវិញ្ញាណពិសេសមានថាមពលខ្ពស់គាត់អាចមើលដឹងពីចិត្តមនុស្សទៀតផងចាគឺគាត់មានដូនតាដ៏ខ្លាំងពូកែចាគាត់ដូនតារបស់គាត់ដ៏ខ្លាំងពូកែតាមជួយថែរក្សាគាត់អាចនឹងក្លាយជាគ្រូទាយដ៏ពូកែម្នាក់មានគំនិតមានមតិល្អហើយបើមានអ្វីបំរុងនឹងកើតឡើងដូចថាអ្វីបំរុងនឹងកើតឡើងគឺជាដូចជារឿងមិនសូវល្អបំរុងនឹងកើតឡើងគាត់អាចដឹងជាមុនចាអាចជាដឹងជាមុនណាឬក៏ដូនតាគាត់ដែលតាមជួយថែរក្សាហ្នឹងគឺប្រាប់គាត់ជាមុនដើម្បីជៀសផុតពីគ្រោះថ្នាក់ចាសូមបញ្ជាក់ជូនពុកម៉ែបងប្អូនថាលោកអ្នកដែលមានខ្សែនេត្រាព្រះពុទ្ធនៅលើមេដៃមិនមែនអាចខ្លាចទៅជាគ្រូទាយដ៏ពូកែទាំងអស់គ្នានោះទេចាតែមួយចំនួនទេពុកម៉ែបងប្អូនលោកអ្នកដែលអាចខ្លាយជាគ្រូទាយដ៏ពូកែភាគច្រើនគាត់មានថាមពលខ្ពស់ហើយបុណ្យគាត់ក៏ខ្ពស់ហើយថែមទាំងមានដូនតាឬក៏ទេវតាដ៏ខ្លាំងពូកែតាមជួយថែរក្សាគាត់ទៀតផងចាបន្ទាប់មកខ្ញុំនឹងលើកយកខ្សែនេត្រាព្រះពុទ្ធដែលមាននៅលើមេដៃខាងឆ្វេងខ្សែនេត្រាព្រះពុទ្ធដែលមាននៅលើមេដៃខាងឆ្វេងភាគច្រើនគឺគាត់មានពីគឺមានតាំងពីកំណើតពុកម៉ែបងប្អូនចាគឺជាបុណ្យកុសលដែលបុគ្គលបានសាងពីជាតិមុនអ្នកខ្លះគាត់គឺឪពុកគាត់មានម្ដាយក៏មានខ្សែនេត្រាព្រះពុទ្ធនេះដល់ពេលកូនមកក៏មានចាអ្នកខ្លះទៀតគឺបុណ្យរបស់ដូនតារបស់គាត់ចាដូនតារបស់គាត់តាមជួយថែរក្សាគាត់គឺបុណ្យរបស់ដូនតាផងហើយនៅបុណ្យរបស់គាត់ផងចាអញ្ចឹងពុកម៉ែបងប្អូនដែលមានខ្សែនេត្រាព្រះពុទ្ធនៅមេដៃខាងឆ្វេងកុំភ្លេចរំលឹកគុណដល់ដូនតាចាអ្នកគឺអ្នកខ្លះគាត់មានខ្សែនេត្រានេះប៉ុន្តែគាត់អត់ចាប់អារម្មណ៍ទេគាត់អត់ដែលបានរំលឹកដល់ដូនតាឬក៏ធ្វើបុណ្យអីដល់ដូនតាទេអញ្ចឹងខ្សែនេះក៏ធម្មតាទៅគាត់មានអ្វីប្លែកពីគេដែរហើយអ្នកខ្លះទៀតក៏រលប់ទៅវិញចាខ្សែនេត្រានេះរលប់ទៅវិញចាអញ្ចឹងពុកម៉ែបងប្អូនដែលមានខ្សែនេត្រានេះកុំភ្លេចរំលឹកគុណដល់ដូនតាយើងហើយយើងត្រូវព្យាយាមធ្វើអ្វីល្អៗដល់គ្រួសារនិងអ្នកជុំវិញហាមប្រើពាក្យមិនល្អពុកម៉ែបងប្អូនចាហើយយើងត្រូវបង្កើនសមត្ថភាពឲ្យកាន់តែប្រសើរបន្ទាប់មកខ្ញុំនឹងលើកយកខ្សែនេត្រាព្រះពុទ្ធដែលមាននៅលើមេដៃខាងស្ដាំលោកអ្នកដែលមានខ្សែនេត្រាព្រះពុទ្ធនៅលើមេដៃខាងស្ដាំគឺភាគច្រើនមាននៅក្នុងពេលបច្ចុប្បន្នគឺគាត់បានសាងអំពើល្អគឺជាបុណ្យរបស់គាត់ដែលសាងនៅក្នុងជាតិនឹងអញ្ចឹងមានន័យថាគាត់បានសាងអំពើល្អគាត់ព្យាយាមក្នុងជីវិតរស់នៅរបស់គាត់ជាមនុស្សមានគុណធម៌ល្អអញ្ចឹងហើយខ្សែនេត្រាព្រះពុទ្ធនឹងមានចេញមកចាហើយគាត់ក៏ជាបុគ្គលម្នាក់ដែលឆាប់ដឹងឆាប់យល់ក្នុងស្ថានភាពបច្ចុប្បន្នគឺគាត់យល់ដឹងយល់ឃើញពីសមត្ថភាពដោយខ្លួនឯង
ចាអញ្ចឹងបន្តមកទៀតខ្ញុំនឹងលើកយកខ្សែនេត្រាព្រះពុទ្ធដែលមាននៅលើមេដៃម្រាមទាំងសងខាងចំពោះលោកអ្នកដែលមានខ្សែនេត្រានៅលើម្រាមមេដៃទាំងសងខាងគឺកាន់តែល្អកាន់តែពិសេសពុកម៉ែបងប្អូនចាគឺភិកច្រើនគាត់មានដូនតាតាមជួយថែរក្សាហើយមានវិញ្ញាណហើយមានវិញ្ញាណពិសេសទៀតផងគាត់អាចមើលដឹងពីស្ថានភាពបច្ចុប្បន្នមានសមត្ថភាពខ្ពស់ហើយក៏ជាមនុស្សមានទឹកចិត្តល្អទឹកចិត្តជ្រះថ្លាមានទឹកចិត្តចង់ជួយអ្នកដទៃទៀតផងចាបើសិនជាពុកម៉ែបងប្អូនមានខ្សែនេត្រាព្រះពុទ្ធនៅលើម្រាមមេដៃនេះធ្លាប់មានបទពិសោធន៍អ្វីប្លែកៗសូមជួយសរសេរប្រាប់នាងខ្ញុំផងដើម្បីជាការដកពិសោធន៍សូមអរគុណចាអញ្ចឹងសូមអរគុណពុកម៉ែបងប្អូនដែលបានតាមដានវីដេអូរបស់នាងខ្ញុំសូមពុកម៉ែបងប្អូនជួយឲ្យមេដៃនិងជួយចុចសញ្ញាកណ្ដឹងជាការលើកទឹកចិត្តនិងទទួលបានវីដេអូថ្មីៗនៅពេលក្រោយទៀតសូមអរគុណពុកម៉ែបងប្អូនសំណាងល្អទាំងអស់គ្នា